ពីថ្ងៃនេះភ្លៀងកក់ខ្មែរជោគជាំរហូតមកបងប្របាក់ហូរអីញ៉ាំតែក៏អរគុណដល់ទឹកចិត្តភ្ញៀវទាំងអស់ដែលបានមកគាំទ្រនៅហាងសុបរានខ្មែរភ្លៀងជោគជាំអញ្ចឹងអ្នកទាំងអស់គ្នាប្របាក់រកអីញ៉ាំមកហើយសាផ្ដាសាយទៀតជាពិសេសចាស់តោះថ្ងៃនេះអេដមីនមកបង្ហាញពីមេនុយប្រចាំហាងរបស់សុបរានខ្មែរគឺស៊ុបគោឆ្នាំងដីអ្នកទាំងអស់គ្នាត្រូវដាំទឹកស៊ុបឲ្យពុះហើយយើងចាក់សាច់ចូលដើម្បីរំងាស់ចេញជាតិបន្ទាប់មកគឺយើងដាក់ពពុះសណ្តែកស្ងោរដូចជាល្ហុងការ៉ុតជាមួយនឹងដំឡូងបារាំងហ្នឹងគឺយើងត្រូវដាក់ដើម្បីឲ្យចេញជាតិហើយរបីរងចាំគឺយើងត្រូវមកលាយទឹកជ្រលក់សិនហើយយើងត្រូវដួសពុះចេញឲ្យស្អាតដើម្បីកុំឲ្យទឹកស៊ុបល្អក់បន្ទាប់មកយើងដាក់បន្លែទុនចូលហើយយើងចាក់ខ្ទឹមនិងជីបំពងចូលទឹកស៊ុបយើងពុះឲ្យឈ្ងុយខ្លាំងមែនតែនអ្នកទាំងអស់គ្នាអាចកូរសាច់គោជាមួយនឹងចាក់ចូលឬមួយក៏អ្នកទាំងអស់គ្នាអាចជ្រលក់ជាមួយនឹងទឹកស៊ុបក្តៅពុះនឹងបានដើម្បីកុំឲ្យឆ្អាបហើយបើអ្នកទាំងអស់គ្នាចង់ញ៉ាំជាមួយនឹងមីអាចដាក់មីចូលជាមួយគ្នាបានចាំបន្តិចតម្រង់តែបន្លែជាមួយនឹងសាច់រៀងត្រុំបន្តិចហើយអ្នកទាំងអស់គ្នាអាចលុបពិសាបានហើយមានបងអតិថិជនជាច្រើនក៏តែងតែខមមិនសួរថាតើទឹកស៊ុបពួកយើងយកមកពីណាអ្នកទាំងអស់គ្នាមិនមែនទឹកស៊ុបធំទឹកស៊ុបក៏មកពីណាទេគឺពួកយើងប្រើរយៈពេលរងាស់តាំងពីព្រលឹមរហូតដល់ពេលល្ងាចដែលពួកយើងចាប់ដើមបើករយៈពេលជាង8ម៉ោងដើម្បីទទួលបានទឹកស៊ុបមួយឆ្នាំគ្រប់ដំណាក់គឺសុទ្ធតែវត្ថុធាតុដើមដែលល្អហើយនឹងប្រភេទសាច់ដែលល្អចេញពីគោខ្មែរពិតជាមួយឆ្អឹងគោពិតហ្មងអញ្ចឹងអ្នកទាំងអស់គ្នាអាចពិសាបានដោយសុវត្ថិភាពកុំខ្លាចនៅក្នុងការឈឺរីករូសអ្វីទាំងអស់អញ្ចឹងកុំភ្លេចណាចង់ញ៉ាំស៊ុបគោឆ្ងាញ់កុំភ្លេចហាងស៊ុបរានខ្មែរ